រៀនបន្តរហូតមិនថាចាស់ថាក្មេងព្រោះជីវិតរបស់យើងត្រូវការអភិវឌ្ឍជីវិតរបស់យើងត្រូវការមានភាពរុងរឿងជីវិតរបស់យើងត្រូវការអ្វីដែលប្លែកនិងថ្មីអញ្ចឹងពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាមិនអាចភ្លេចពីតួនាទីរបស់យើងជាសិស្សរហូតដល់ដង្ហើមចុងក្រោយព្រោះពាក្យថាសិស្សបានន័យថាយើងបន្តផ្នែកគ្រប់ផ្នែកមួយទៀតមិនថាយើងនៅពីតូចយើងជាសិស្សសាលាតែដល់ពេលយើងធំឡើងឬមួយក៏យើងចាស់ក៏ដោយយើងអភិវឌ្ឍខ្លួនទៅតាមគោលការណ៍ឬទៅតាមក្តីប្រាថ្នារបស់យើងឧទាហរណ៍ថាយើងចង់មានជំនាញចំណេះអីឬមួយក៏យើងចង់បានអ្វីយើងត្រូវតែរៀនតាមនឹងណាពុកម៉ែបងប្អូនអរគ្នាត្រូវតែដៃកាន់សៀវភៅឬមួយក៏យើងសេកតាមទូរស័ព្ទក៏បានដែរសម័យនេះណាសេកតាម YouTube សេកតាមអីក៏បានដែរយើងចង់រៀនអីមានអីយើងវាយមកអញ្ចឹងយើងវាងាយស្រួលបំផុតអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាដើម្បីឲ្យយើងនេះរត់រោគជួររបស់ធម្មជាតិច្បាប់ធម្មជាតិដែលយើងគិតថាជាជួរមួយដ៏អស្ចារ្យសម្រាប់ពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាដែលចង់អភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកដឹកនាំឲ្យក្លាយជាបុគ្គលម្នាក់ដែលមានតែរឿងល្អនិងមានតែរឿងអស្ចារ្យចូលក្នុងជីវិតអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាពេលនេះតើបងប្អូនរួមលោកនិងពុកម៉ែទាំងអស់ដែលគាត់កំពុងតែធ្លាប់អានសៀវភៅឬអត់ទេឬមួយក៏នេះឬមួយក៏ពុកម៉ែបងប្អូនអត់ដែរសោះឬបានរៀនអីបន្តអញ្ចឹងណាយើងរៀននៅផ្ទះរៀនខ្លួនឯងអានសៀវភៅហ្នឹងគឺជាការរៀនហើយអភិវឌ្ឍខ្លួនដើម្បីឲ្យក្មេងៗគាត់មើលតម្រាប់តាមអញ្ចឹងពុកម៉ែបងប្អូនដែលទំនេរដែលគិតថាខ្លួនឯងណាអស់សង្ឃឹមអត់ដឹងទៅធ្វើអីទេទិញសៀវភៅណាដែលរឿងពេញចិត្តយកមកអានហើយអ្វីជាពិសេសសូមឲ្យពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាគិតបែបងាយៗសប្បាយៗណាកុំបង្ខំខ្លួនឯងអានថាចេះចោះមិនចេះចេះកុំបង្ខំខ្លួនឯងព្រោះកាលណាបង្ខំលទ្ធផលគឺអត់ល្អទេសូមឲ្យពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាដោយគិតខ្លួនឯងថាយើងមានមនុស្ស2នាក់ធម្មជាតិវាតែងតែគិតយើងសមមកក្រៅធម្មតាយើងមានអាក្នុងមួយទៀតក្នុងចិត្តមួយទៀតណាដែលយើងអាចផលិតរបស់អ្វីតាមតម្រូវការរបស់យើងផលិតលុយផលិតរឿងល្អអញ្ចឹងការគិតនឹងរឿងល្អនឹងរឿងអ្វីដែលជំវិញខ្លួនរបស់យើងកើតមកគឺវាងាយបំផុតសម្រាប់យើងទាំងអស់គ្នាបងប្អូនរួមលោកទាំងអស់គ្នាព្រោះអ្វីក៏ដោយធម្មជាតិតាក់តែងមកច្បាប់ធម្មជាតិវាអស្ចារ្យណាស់សម្រាប់យើងតែពុកម៉ែបងប្អូនខ្លះគាត់អត់បានស្គាល់ច្បាប់ធម្មជាតិអញ្ចឹងគាត់យកពេលវេលារបស់គាត់យកពេលវេលារបស់គាត់ទៅគិតរឿងដែលគាត់មិនចង់បានគិតរឿងអ្វីដែលគិតថាខ្លួនឯងនេះមិនស័ក្តិសមនេះមិនស័ក្តិសមនោះតូចចិត្តនិងវាសនាដែលកើតមកជាកូនអ្នកក្រកើតមកជាកូនកសិករកើតមកជាអ្វីចឹងអ្វីដែលយើងតូចចិត្តជាងគេគឺការគិតរបស់យើងឪពុកម្ដាយរបស់យើងគាត់បានបង្កើតយើងមកវាអស្ចារ្យពេកហើយទោះជាយើងជាកូនកសិករក៏អស្ចារ្យដែរឲ្យតែការគិតរបស់យើងបដូរការគិតបដូរការនិយាយណាយើងអាចផលិតច្នៃប្រឌិតដ៏អស្ចារ្យនៅលើโลกនេះមហាសេដ្ឋីលើโลกឬអ្នកមានអំណាចទាំងអស់លើโลกសិតតែកើតចេញដែលខ្លាំងបំផុតសិតតែកើតចេញពីកូនកសិករពីកូនដែលយើងដែលពុកម្ដាយកំសត់កំរដែលគាត់លំបាកតាំងពីញោមតាំងពីតូចគាត់ស្គាល់អស់រាក់ជ្រៅស្គាល់ជីវិតរសជាតិជីវិតដ៏សែនអស្ចារ្យរបស់គាត់អញ្ចឹងសូមឲ្យពុកម៉ែបងប្អូនស្រមើស្រមៃណាដាក់ផ្ដោតការគិតស្រមើស្រមៃបដូរគំនិតការនិយាយធ្វើអ្វីក៏ដោយឲ្យយើងដឹងខ្លួនឯងថាយើងកំពុងតែនិយាយអីអញ្ចឹងបើយើងគិតថាយើងមិនទាន់អាចបដូរការគិតរបស់យើងបានទេសូមឲ្យពុកម៉ែបងប្អូនគិតបែបងាយៗសบายសិនណាគិតបែបងាយៗសบายហើយត្រូវតែប្រាប់ខ្លួនឯងដដែលថាខ្ញុំជាមនុស្សម្នាក់ចូលចិត្តអានសៀវភៅខ្ញុំជាមនុស្សម្នាក់ចង់អភិវឌ្ឍខ្លួនឯងបំផុតខ្លាំងបំផុតខ្ញុំជាមនុស្សម្នាក់ដែលត្រូវតែសាងរឿងល្អៗក្នុងជីវិតចឹងអ្វីដែលអស្ចារ្យសម្រាប់ពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាគឺជាពាក្យពេចន៍និងការគិតផលិតរបស់យើងនេះហើយដែលធ្វើឲ្យយើងចេះច្នៃប្រឌិតដែលធ្វើឲ្យយើងចូលក្នុងសង្គមមួយដ៏អស្ចារ្យនៅលើโลกនេះពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាណាអញ្ចឹងអ្វីដែលសំខាន់សូមឲ្យពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាចាប់ផ្ដើមពេលនេះទៅហើយទម្លាប់អានសៀវភៅដើម្បីឲ្យកូនរបស់ពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នា
មិនថាគាត់លំដាប់ណាទេគាត់នឹងយើងនឹងធ្វើគំរូឲ្យគាត់ឃើញអញ្ចឹងអ្វីដែលចាប់ផ្ដើមដំបូងគឺចាប់ផ្ដើមពីឪពុកម្ដាយឬមួយក៏អាណាព្យាបាលដែលគាត់គ្រប់គ្រងក្មេងៗឬមួយក៏គ្រប់គ្រងលើសហគមន៍អ្វីក៏ដោយណាពុកម៉ែបងប្អូនទាំងអស់គ្នាព្រោះអ្វីយើងជាមេគ្រួសារឬមួយយើងជាមេដឹកនាំក៏ដោយក្នុងសហគមន៍អញ្ចឹងពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាតបដើមពីយើងល្អហើយការគិតរបស់យើងល្អហើយយើងបានសម្រេចយើងអាចបញ្ចូលកូនរបស់យើងតាំងពីគាត់នៅអាយុ5ឆ្នាំណាគាត់ចេះកាន់សភៅរៀនគាត់ចេះយល់ដឹងអ្វីដែលអស្ចារ្យអភិវឌ្ឍខ្លួនអញ្ចឹងមានអ្វីដែលអស្ចារ្យជាងនេះទៀតពុកម៉ែបងប្អូននឹងងាយយល់ហើយនឹងងាយស្ដាប់បានពាក្យសម្ដីរបស់យើងទៅកាន់កូននិងកាន់គ្រួសារដ៏មានភាពកក់ក្ដៅដ៏តូចមួយឬក៏គ្រួសារធំឬអ្វីដែលយើងចង់បានវាងាយបំផុតចូលក្នុងជីវិតរបស់យើងណាពុកម៉ែបងប្អូនរំលឹកទាំងអស់គ្នាជាពិសេសពុកម៉ែបងប្អូនត្រូវតែមានស្នាមញញឹមណាទោះជាកលៈទេសៈណាក៏ដោយទោះជាអ្វីកើតឡើងក៏ដោយស្នាមញញឹមនឹងវាអាចលុបបំបាត់ក្តីទុក្ខកង្វល់ទាំងឡាយនឹងការគិតរបស់យើងណាស្រស់ស្រាយគ្រប់ពេលវេលាអ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺអស្ចារ្យសម្រាប់ជីវិតរបស់យើងនេះគឺជាជីវិតចុងក្រោយឬមួយក៏ជីវិតទើបតែចាប់ផ្ដើមចឹងបងប្អូនបើបានមើលคลิปខ្លីដ៏ខ្លឹមរបស់អ្នកគ្រូហើយសូមឲ្យពុកម៉ែបងប្អូនអរគ្នាជួយចែករំលែកបន្តដើម្បីឲ្យពុកម៉ែបងប្អូនរួមលោកទាំងអស់ឲ្យគាត់ស្គាល់ច្បាប់ធម្មជាតិទាំងអស់គ្នាដើម្បីសាងសុភមង្គលអនាគតល្អសាងអ្វីក៏ដោយឲ្យបងប្អូនរួមលោកទាំងអស់គ្នានេះគាត់ស្គាល់គាត់យល់ដឹងហើយគាត់នឹងអនុវត្តបានផលយើងនឹងបានបុណ្យរបៀបបុណ្យផ្លូវចិត្តបុណ្យដែលយើងបានមានក្តីសុខគ្រប់គ្រាន់ដែលផលិតមកមានតែរឿងដែលយើងគិតថាវាអស្ចារ្យចំពោះយើងអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាកុំភ្លេចណាធ្វើអ្វីដែលថ្មីធ្វើអ្វីដែលយើងចង់បាននិយាយអ្វីគិតអ្វីក៏ដោយសូមសាងសុភមង្គលចេញពីចិត្តចេញពីខ្លួនយើងកុំស្ដាប់ពាក្យអ្នកដទៃថាណែអ្នកឯងជាកូនកសិករអ្នកឯងជាអ្នកក្រសោះហើយអ្នកឯងជាអ្នកសំណងសោះអ្នកឯងជាអ្នកលក់អីតាមផ្លូវសោះហេតុអីគោចេះអានសភៅណានៃចេះអភិវឌ្ឍខ្លួនជារឿងរបស់គាត់ណាគាត់និយាយត្រឹមត្រូវជារឿងសម្ដីរបស់គាត់តែការពិតជារឿងរបស់យើងត្រូវតែគិតបេះដូងខ្លួនឯងតាមបេះដូងខ្លួនឯងតាមចម្លើយចិត្តរបស់យើងព្រោះអ្វីកើតឡើងគឺការគិតរបស់យើងតែប៉ុណ្ណោះសូមឲ្យពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាគិតខ្លួនឯងណាហាមតូចចិត្តខ្លួនឯងថាខ្ញុំជាអ្វីណាពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាព្រោះការតូចចិត្តរបស់យើងគិតតែអញ្ចឹងធម្មជាតិនឹងឡងផ្ដល់ឲ្យពុកម៉ែបងប្អូននឹងដដែលមកវិញអញ្ចឹងអ្នកគ្រូក៏សូមឲ្យពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាណាចាប់ផ្ដើមកាន់សៀវភៅឬមួយក៏អភិវឌ្ឍខ្លួនអានយកចំណេះដឹងពីទូរស័ព្ទដៃក៏បានដែរតែបើសិនជាពុកម៉ែបងប្អូនគិតថាអ្វីដែលពុកម៉ែបងប្អូនចង់បានជាងគេនោះគឺការចំណេះជំនាញឬអភិវឌ្ឍខ្លួនយើងទៅរៀនតាមនឹងដូចគ្នាពុកម៉ែបងប្អូនណាចំណេះជំនាញអ្វីក៏ដោយក៏ល្អដែរនៅលើโลกនេះអត់មានអ្វីដែលមិនល្អទេសំខាន់គឺយើងដឹងហើយយើងត្រូវតែធ្វើយើងត្រូវតែអនុវត្តយើងកុំគិតថាខ្លួនឯងនេះអត់ចេះអន់ចុះណាពុកម៉ែបងប្អូនលោកទាំងអស់គ្នាព្រោះពាក្យដែលយើងអន់ថាចេះចុះយើងបានន័យថាយើងបិទផ្លូវខ្លួនឯងចឹងបើកផ្លូវខ្លួនឯងគ្រប់ពេលវេលាគ្រប់ជំហានទាំងអស់មិនថាយើងនៅទីណាកន្លែងណាទេយើងត្រូវតែបើកផ្លូវជីវិតរបស់យើងឲ្យស្គាល់អ្វីអស្ចារ្យលើពិភពលោកនេះដើម្បីឲ្យក្មេងជំនាន់ក្រោយឬមួយក៏យើងអាចជាអ្នកបង្កើតរឿងអ្វីថ្មីល្អដើម្បីឲ្យក្មេងសារក្រោយយើងស្គាល់យើងថាយើងជានរណាដែរព្រោះអ្វីលើโลกនេះទាំងអស់កើតចេញអ្វីកើតចេញពីខ្លួនយើងទាំងអស់គ្នាដើម្បីរួមសាងសង្គមទាំងអស់គ្នាឲ្យមានភាពរីកចម្រើនលូតលាស់ណាពុកម៉ែបងប្អូនរំលូតទាំងអស់គ្នាអញ្ចឹងអ្នកគ្រូក៏សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួបប្រទេសនឹងមានតែរឿងរ៉ាវល្អហើយសូមឲ្យពុកម៉ែបងប្អូនបានដឹងច្បាប់ធម្មជាតិមួយនេះឲ្យបានគ្រប់គ្នាហើយអនុវត្តធ្វើនឹងបានផល100%អ្វីដែលចាំបាច់សូមឲ្យពុកម៉ែបងប្អូនបានសម្រេចគោលបំណងក្តីប្រាថ្នាឬរឿងដ៏អស្ចារ្យនៅលើโลกនេះបានគ្រប់គ្នាទាំងអស់បើសិនជាពុកម៉ែបងប្អូនត្រូវការប្រឹក្សាគ្រប់បែបយ៉ាងណាអាចតាក់ទងឆាតតាម Telegram របស់អ្នកគ្រូ086 519 337 078
3 22 9 68 សូមឲ្យពុកម៉ែ